បាទសូមជម្រាបសួរបងប្អូនថ្ងៃនេះថ្ងៃច័ន្ទថ្ងៃទី12ខែថ្មីបាទមួយរយៈនេះខ្ញុំអត់សូវផុសក្នុង TikTok ផុសក្នុង YouTube ប្រហែលទេបងប្អូនព្រោះឲ្យវ៉ាន់ភាគច្រើនខ្ញុំផុសក្នុង TikTok អញ្ចឹងណាបាទអញ្ចឹងនៅក្នុង YouTube ខ្ញុំអត់សូវផុសវែងៗម៉ានទេខ្ញុំផុសខ្លី3នាទីបងប្អូនបាទហើយថ្ងៃនេះចម្លាក់ដែលបានសាងពីស្នែងคลิกបកធ្លុះបងប្អូនបាទស្នែងដែលខ្ញុំបានមុនគេហ្នឹងគឺឆ្លាក់ចិត្តអស់ហើយបាទឆ្លាក់ចិត្តអស់ហើយនៅសល់ប្រហែលជា5 6អង្គទៀតអស់ហើយបាទស្នែងហ្នឹងល្អបងប្អូនស្នែងคลิกបកធ្លុះហ្នឹងភ្ញៀវដែលគាត់យកទៅហ្នឹងយល់សពណាយល់សពថានិយាយទៅយល់សពល្អហើយគាត់យកស្នែងហ្នឹងយកឲ្យគ្រូគាត់មើលក៏គាត់ថាល្អដែរបាទអញ្ចឹងបញ្ជាក់មកស្នែងហ្នឹងនៅសល់ប្រហែលជា5 6អង្គទៀតអស់ហើយបាទចម្លាក់សាងច្រើនភាគច្រើនគឺពពុទ្ធឈ្នះមាហើយនឹងព្រះកបាមតិសាងពីស្នែងคลิกបកធ្លុះហ្នឹងបងប្អូនបាទពួកយើងដឹងថាស្នែងคลิกបកធ្លុះហ្នឹងគឺចាស់បុរាណគឺគាត់ប្រើខាងការពារនៅអំពើអំព័ន្ធការពារនៅមុនខ្មៅបាទហ្នឹងហើយចាស់ពីដើមគាត់អត់សូវឆ្លាក់ប្រហែលទេគឺគាត់យកស្នែងទាំងមូលហ្នឹងគាត់យកមកដាក់តាំងក្នុងផ្ទះគឺដើម្បីការពារនៅពពួកអមនុស្សការពារនៅមុនខ្មៅការពារនៅអំពើអំព័ន្ធហើយនាំលៀបនាំសំណាងនឹងឲ្យលើករិស័យដល់ម្ចាស់បងប្អូនបាទស្នែងហ្នឹងបាទហើយស្នែងបកធ្លុះនេះគឺខ្ញុំបានមកពីរតនគិរីមកគូប្រហែលជាស្នែងនេះខ្ញុំទុកតាំងហើយបងប្អូនណាស្នែងខ្ញុំទុកតាំងពួកអីស្នែងនេះគឺបកធ្លុះសះឡើងវិញហ្នឹងគឺ3 4 ដងបងប្អូន3 4 ដងណាបាទលើកទីសាប់សិនបាទនិយាយមានគេទេមកបាទស្នែងហ្នឹងគឺបកធ្លុះ3 4 ដងបងប្អូនណាបាទ3 4កន្លែងខ្ញុំបង្ហាញតែមួយជំហៀងទេមួយជំហៀងទៀតបកធ្លុះខ្លាំងជាងនេះទៀតបងប្អូនបាទបកធ្លុះផុងអាលីបាទបកធ្លុះផុងអាលីបាទហើយស្នែងនេះបកធ្លុះ 100% បាទពីណាគេក៏ចង់បានហើយស្នែងនេះស្រឡាញ់បាទស្នែងវាធំបងប្អូនស្នែងនេះចូលការលស្រស់ជិត4គីឡូហើយបើស្នែងនេះពួកប្រភេទក្បីសង្ហែទេបងប្អូនបាទคลิปបកធ្លុះនោះពួកប្រភេទក្បីសង្ហែទេបាទអានេះពួកមហាអ៊ុតបកធ្លុះមហាអ៊ុតពួកមហាអ៊ុតមានន័យថាវាបកតបៅឲ្យសះមកវិញហ្នឹងគឺខ្លាំងខាងការពារបាទហើយចំពោះបងប្អូនដែលចង់បានចុងក៏អាចយកទៅគ្រប់ថែសាបានបងប្អូនចុងនេះបាទបើនិយាយខ្ញុំឆ្លាក់ព្រះអស់គឺខ្ញុំចាប់ផ្ដើមកាត់ចុងនេះហើយកាត់ស្នែងនេះឆ្លាក់បន្តទៀតហើយតែបើស្នែងធំនេះខ្ញុំទុកតាំងព្រោះស្នែងនេះខ្ញុំទិញមកគូ 1,500 ហើយបងប្អូនស្នែងនេះគូ 1,500 ហើយបាទពីរតនគិរីគូ 1,500 ហើយមិនថោកទេបងប្អូនណាហើយបើស្នែងនេះ565ស្នែងនេះបងប្អូនបកទ្រូមួយជានេះ565មិនថោកទេបងប្អូនមិនថោកទេបាទមិនថោកទេណាបាទអញ្ចឹងចម្លាក់ស្នែងคลิกបកទ្រូនេះគឺពិសេសត្រង់ថាស្នែងដែលបកទ្រូនោះគឺខ្លាំងខាងការពារនៅមុនខ្មៅការពារបន្សាបនៅអំពើស្នេហ៍បាទហើយបើខ្មៅបកទ្រូសួរថាមិនបានខ្មៅបកទ្រូប៉កែអត់ប៉កែឬក៏យ៉ាងម៉េចបានអសូរបង្ហាញបាទស្នែងបកធ្លុះមហាអ៊ុតបកធ្លុះនោះគឺប៉កែដូចគ្នាបងប្អូនស្មាតទៅប៉កែដូចគ្នាត្រង់តែថាភាគច្រើនកបីវាសម្បូរតែកបីខ្មៅកបីคลิกកម្រសូម្បីកបីคลิกវាកម្រហើយអញ្ចឹងកបីคลิกបកធ្លុះហ្នឹងវាកាន់តែកម្រថែមទៀតបងប្អូនកាន់តែកម្រថែមទៀតអញ្ចឹងចំពោះខ្មៅបកធ្លុះវាងាយនឹងជួបបាទដូចនៅមួយស្រុកអីមានមួយគូពីរគូអញ្ចឹងទៅមួយឆ្នាំបាទតែបើคลิกមួយខេតមិនទាន់មានមួយគូបងប្អូនមួយខេតមិនទាន់មានคลิกបកធ្លុះមួយគូផងអញ្ចឹងធ្វើឲ្យស្នែងคลิกបកធ្លុះហ្នឹងបើម្ចាស់ដឹងម្ចាស់អត់លក់ទេហើយបើគេលក់ក៏គេលក់ថ្លៃដែរអញ្ចឹងណាបាទហើយចំពោះស្នែងនេះបាទក្របស្នែងនេះគឺស្នែងខាងបកធ្លុះដែរខ្ញុំធ្វើនឹងពួនបានប្រហែលជាចូល8គ្រាប់12គ្រាប់ខ្ញុំទុកជីវអស់7គ្រាប់នៅសល់1គ្រាប់ហើយខ្ញុំជីវ4គ្រាប់ទៅហើយបាទជីវ4គ្រាប់ទៅហើយនឹងពួននេះគឺយើងប្រើខាងស្នែផងប្រើខាងនាំលៀបនាំសំណាងផងប្រើខាងបន្សាបនៅវិជាមុនខ្មៅផងបងប្អូនបាទនឹងពួនคลิกបកធ្លុះនេះបាទសល់តែ4គ្រាប់ទេហើយចំពោះខ្សែដៃគឺមានคลิกបកធ្លុះខ្មៅបកធ្លុះលេខគ្នាចំនួន4ក្បាលបងប្អូនបាទខ្សែដៃមានคลิก2ក្បាលខ្មៅ2ក្បាលដាក់លេខគ្នាដើម្បីយើងធ្វើខ្សែដៃហើយប្រភេទខ្សែដៃនេះគឺយើងពាក់ដើម្បីការពារមុនខ្មៅស្នែមហានិយមបងប្អូនដែលចូលចិត្តដើរបោះតង់បើអីតកន្លែងដែលមានជនជាតិជនអីហ្នឹងគឺយើងពាក់ទៅដើម្បីការពារយើងមិនទៅធ្វើអីគេទេគ្រាន់តែថាជនជាតិខ្លះគឺគេសាកយើងប្រហែលគេធ្វើយើងតែម្ដងគឺអត់គិតថាមិនគឺគេធ្វើយើងហ្មង
នឹងអានឹងយើងនិយាយដោយអ្នកខ្លះយើងមិននិយាយទាំងអស់ទេអ្នកជនជាតិខ្លះក៏ល្អដែរអញ្ចឹងបើជនជាតិអីគេចេះមុនខ្មៅតែមកគឺពួកហ្នឹងគឺវាអត់មានគិតថាអូអាណិតស្រឡាញ់យើងអីទេគឺធ្វើយើងបណ្ដោយបាទហើយចំពោះខ្នាយបាទបងប្អូនចង់បានប្រភេទខ្នាយខ្មែរបាទខ្ញុំមាន 4-5 គូដែរហើយខ្នាយនេះបានយកទៅប្រសិទ្ធិម្សិលមួយថ្ងៃមួយហើយបងប្អូនម្សិលមិញប្រសិទ្ធិម្សិលមិញជាមួយលោកឪបាទជាប្រភេទខ្នាយប្រយុទ្ធរបស់ខ្មែរយើងបាទខ្នាយនេះគឺយើងប្រើខាងសឹកសង្គ្រាមតែមុននឹងយកទៅឲ្យលោកបញ្ចុះកថាចាយន់នេះទៅដាក់ទៅហើយយើងអាចប្រើបានដែរបងប្អូនគេថាអាគមសមអាយុកុំឲ្យចូលព្រៃឬក៏តណាតណីធ្វើសង្គ្រាមដលងមូលខ្លួនដលងមូលអីអញ្ចឹងបាទមានតៃសាមាន2គូដែរបងប្អូនតៃសានេះតៃសាមាន2គូនេះអញ្ចឹងបងប្អូនប្រភេទស្រឡាញ់ในតៃសាអាចចូលសាកបានបាទហើយចំពោះរបស់ខ្ញុំនេះបងប្អូនដែលមាននិស្ស័យចង់បានក៏ឆាតសួរបានបាទចង់បានយកទៅគ្រប់ថែសាបាទនិយាយគ្នាបានដែរតែគ្រាន់តែថ្លៃតិចបងប្អូនណាមិនថោកទេបាទតែបើធូវាអត់សមនឹងរបស់កម្រអញ្ចឹងបងប្អូនបាទអញ្ចឹងមានតែប៉ុណ្្នឹងបាទបងប្អូនចង់បានចម្លាក់ស្នែងคลิกបក់ធ្លុះស្នែងបក់ធ្លុះអាចចូលសារឬក៏ចូល Telegram បាទរបស់ពិត 100% អត់និយាយទៅអត់កែច្នៃអត់កុហកអីទេបាទអញ្ចឹងសូមអរគុណបងប្អូន